ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការ install web server នៅលើ Windows Server ឥឡូវយើងចាប់ផ្ដើមអ្នកនរគ្នាជាដំបូងហ្នឹងគឺយើងត្រូវចូលមកកាន់ web Windows Server របស់យើងបន្ទាប់មកយើងត្រូវចុចពាក្យថា add row and filter ហើយយើងចុច next បន្ទាប់មកយើងយក row based or filter based installation ហើយយើងចុចបន្តទៀតយើងយកពាក្យថា select a server from the server pool yes អានេះគឺជាឈ្មោះ Windows របស់ខ្ញុំចុចនេះទៀតមកតោះមកយើងហៅ web server របស់យើងនេះគឺជា web server របស់យើងចឹងយើងចុចមកហើយយើងយកពាក្យថា add filter បន្ទាប់មកយើងចុច next ហើយយើងនិចបន្តទៀតនេះយើងចុចនិចបន្តទៀតហើយយើងចុច install វាអញ្ចឹងឥឡូវវាកំពុងធ្វើការ install អញ្ចឹងអ្នកគ្នាអាចចាំបន្តិចរងចាំវា installអូខេអ្នកគ្នាឥឡូវការ install របស់យើងត្រូវបានបញ្ចប់ហើយអញ្ចឹងយើងចុចថាឈប់មកអូខេអ្នកគ្នាឥឡូវយើងចូលមកកាន់ចំណុចបន្តទៀតគឺជាការ add website ចូលទៅក្នុងក៏ដូចជាការ config នៅ web server នៅលើ Windows server ផងដែរអញ្ចឹងយើងចូលមកកាន់ tool បន្ទាប់មកយកពី Internet Information Server Serviceបន្ទាប់មកខ្ញុំចុចមកកាន់ក្នុង computer របស់ខ្ញុំអញ្ចឹងយើងនឹងឃើញបែបនេះបន្ទាប់មកចុចពីថា add website អានេះគឺជាឈ្មោះដែលយើងចង់ដាក់ឈ្មោះអីក៏បានដែរខ្ញុំដាក់ create website បន្ទាប់មកនេះគឺជា path ដែលខ្ញុំត្រូវជ្រើសរើស website របស់ខ្ញុំនៅក្នុងcomputer របស់ខ្ញុំអញ្ចឹងខ្ញុំបានដាក់វានៅក្នុង desktop បន្ទាប់មកអានេះគឺជា HTTP គឺ type របស់ខ្ញុំហើយអានេះគឺជា host name ដែលខ្ញុំចង់ដាក់អញ្ចឹងខ្ញុំចង់ដាក់ www.website.com ហើយខ្ញុំចុចពីថាអូខេអញ្ចឹងអ្នកគ្នានឹងឃើញ align sheet នេះវានឹង load មកនៅអ្វីដែលខ្ញុំបានដាក់គឺ create website អរគុណអ្នកនរគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណសម្រាប់ការតាមដានរបស់អ្នកនរគ្នា